សួស្តីបងប្អូនទាំងអស់គ្នានឹងមកចែកម្លែកមួយទៀតហើយថ្ងៃវិធីនេះគឺល្អមែនទែនបងប្អូនសម្រាប់បងប្អូនណាដែលមានការរំខានจากពាណិជ្ជកម្មបងប្អូនពាណិជ្ជកម្មលោតមករំខានញ៉ៃពេញទូរស័ព្ទយើងបងប្អូនហើយយើងបិទមុខងារនឹងពឹបធ្វើឲ្យទូរស័ព្ទយើងនឹងជិះវាងពីមេរោគទាំងឡាយបានតែម្ដងហ្នឹងហើយព្រោះអីអានេះគឺវិធីការពារមិនឲ្យមេរោគចូលទូរស័ព្ទយើងបានព្រោះមេរោគហ្នឹងគឺមានន័យថាពួកដែលគេបុកពាណិជ្ជកម្មចូលមកហ្នឹងគឺអត់អាចចូលបានទេព្រោះយើងបិទមុខងារនឹងហើយអានេះគឺការពារបានច្រើនយ៉ាងបងប្អូនការពារមេរោគក្នុងចូលទូរស័ព្ទយើងហើយការពារពាណិជ្ជកម្មដែលគេបុកចូលមកដែរព្រោះបងប្អូនខ្លះគាត់លេងជួនកាលទូរស័ព្ទគាត់រកទៅពេលលេងបានហ្នឹងហើយវាលោតពាណិជ្ជកម្មញ៉ៃពេញមុខកញ្ចក់តែម្ដងតែថ្ងៃហ្នឹងខ្ញុំមកបង្ហាញវិធីបិទនេះមួយគឺបិទយ៉ាងងាយស្រួលបំផុតនឹងហើយសង្ឃឹមថាបងប្អូនធ្វើតាមទាំងអស់គ្នាហើយមុនដល់វីដេអូសូមបងប្អូនជួយចែកម្លែកម្នាក់មួយទៅដើម្បីចូលរួមចំណែកចែកម្លែកទាំងអស់គ្នាហ្នឹងហើយអរគុណច្រើនបងប្អូនណាចូលមើលទាំងអស់គ្នាមកទី1ឡើងបងប្អូនមករកការកំណត់យើងមកហ្នឹងហើយមករកការកំណត់បងប្អូនហ្នឹងហើយណាការកំណត់នេះណាបងប្អូនការកំណត់នេះឃើញដៃខ្ញុំស្ទង់ហ្នឹងហើយចុចលើការកំណត់នឹងមកនេះបើលើការកំណត់មួយពឹបឥឡូវខ្ញុំធ្វើនៅលើ Oppo បងប្អូនបើសាប់ម៉ាប់ផ្សេងៗបងប្អូនរកឃើញបងប្អូនជួយ comment ប្រាប់ផងហ្នឹងហើយដើម្បីជួយរកបង្ហាញណាបងប្អូនណាអូខេមកដល់នេះហើយបងប្អូនអូខាងលើមកអូខាងលើទៀតមករើសពាក្យថានេះការភ្ជាប់នឹងការចែកចម្លែកបងប្អូនណានេះអានេះសម្រាប់ Oppo ហ្នឹងហើយចុចលើនឹងមកវាមកដល់កន្លែងនេះបងប្អូនណាហ្នឹងហើយមកដល់កន្លែងនេះដល់អញ្ចឹងបងប្អូនចុចតទៀតមកហ្នឹងហើយនេះបងប្អូនមករើសពាក្យនេះមួយនេះគេថាឯកជនណា DNS ឯកជនណាអាហ្នឹងគឺជារហ័សមួយដែលការពារមិនឲ្យគេបុកមេរោគចូលមិនឲ្យពាណិជ្ជកម្មចូលទូរស័ព្ទយើងបានហ្នឹងហើយប៉ះនឹងមួយពឹបនេះបងប្អូនខ្លះគាត់ជាប់នៅខាងលើមែនទេបងប្អូនខ្លះភាគច្រើនគាត់ជាប់នៅខាងលើតែថ្ងៃហ្នឹងបងប្អូនខ្លះជាប់កន្លែងស្វ័យប្រវត្តិតែថ្ងៃហ្នឹងខ្ញុំបង្ហាញបងប្អូនគឺឲ្យបិទតែម្ដងហ្នឹងហើយបិទមិនឲ្យគេបុកចូលតែម្ដងមិនឲ្យពាណិជ្ជកម្មចូលគ្រឿងយើងមិនឲ្យមេរោគចូលក្នុងគ្រឿងទូរស័ព្ទយើងហ្នឹងហើយព្រោះតែណាមេរោគចូលវាធ្វើឲ្យមានពាណិជ្ជកម្មញ៉ៃហើយទូរស័ព្ទយើងដើមស្រួលទៀតណាបងប្អូនកុំភ្លេចចូលទៅបិទទាំងអស់គ្នាហ្នឹងហើយចុចខាងក្រោមនេះមកនេះធីចយកពណ៌នឹងដូចគ្នាហើយបងប្អូនសម្លឹងឲ្យមើលខាងក្រោមនេះបងប្អូនទៅសេអាកន្លែងអក្សរ QQ នេះណានេះទៅសេមកដូចខ្ញុំមកហ្នឹងហើយព្រោះបងប្អូនតិចពឹបវាឲ្យយើងទៅសេលេខហើយសេកន្លែងហ្នឹងហើយដល់អញ្ចឹងនេះបងប្អូនមើលអក្សរ QQ របស់ខ្ញុំនេះបងប្អូនទៅសេទៅហ្នឹងហើយទៅសេដល់ឲ្យដូចគ្នាហើយវាលុតជាប់ហើយដូចចុចបញ្ជូនទៅជាប់មកណាកុំភ្លេចបងប្អូនទៅសេដូចហ្នឹងនេះបានការពារទូរស័ព្ទយើងបានបើមិនអញ្ចឹងទេបងប្អូនអត់ជិះរួចទេអូខេណាបងប្អូនសង្ឃឹមថាបងប្អូនធ្វើបានគ្រប់គ្នា